នៅទីបំផុតនាងម្ចាស់ក៏ទ្រង់ព្រះកន្សែងសោកាមានព្រះភ័ក្ត្រប្រឡាក់ទៅដោយអសុជលធារាស្ដេចនិវត្តនាការត្រឡប់ទៅកាន់ព្រះរាជដំណាក់របស់ព្រះនាងវិញដោយសេចក្តីសោកសៅហួសការពរនាជីវប្រវត្តិព្រះបាទពឹងពិសាដែលត្រូវផ្សងវាសនាជាមួយនឹងភាពខូខើរបស់ព្រះបាទអជាសតោដែលទ្រង់ជាព្រះរាជាឱរសជាទីស្រឡាញ់បំផុតរបស់ព្រះអង្គដែលមិនមាននរណាអាចគិតដឹងទុកជាមុនបាននោះតាមដែលមានរឿងពោលប្រកាសនៅក្នុងអត្ថកថាសុមង្គលវិលាសិនីដូចមានសេចក្តីថាចាប់ផ្ដើមតាំងអំពីព្រះនាងវេទេហីទ្រង់ត្រូវហាមចូលសួរសុខទុក្ខចំពោះព្រះបាទពឹងពិសាដែលជាព្រះរាជស្វាមីដោយដាច់ខាតពីព្រះបាទអជាសតោហើយព្រះបាទពឹងពិសាក៏មិនមានព្រះក្រយាហាសោយឡើយប៉ុន្តែព្រះអង្គនៅទ្រទ្រង់ព្រះជន្មាយុនៅដោយសេចក្តីសុខប្រកបដោយមគ្គផលព្រោះទ្រង់ជាព្រះសោតាបានដោយព្រះរាជវិធីការទ្រង់យាងចង្ក្រមបានធ្វើឲ្យព្រះវរកាយព្រះអង្គត្រឡប់ជាភ្លឺថ្លាក្រៃលែងឡើងព្រះបាទអជាសតោត្រាស់សួរថាណែបាព្រះរាជាបិតារបស់យើងទ្រង់ព្រះជន្មាយុនៅបាននោះដោយសារហេតុអ្វីលុះព្រះបាទជាសតោជ្រាបថាព្រះរាជាបិតាទ្រង់ទ្រទ្រង់ជន្មាយុនៅបានដោយប្រើវិធីទ្រង់យាងចង្ក្រមថែមទាំងធ្វើព្រះវរកាយមានសភាពស្រស់ថ្លាក្រៃលែងជាងមុនទៀតទើបទ្រង់ត្រិះរិះថាយើងនឹងកាត់ផ្ដាច់មិនឲ្យព្រះរាជបិតាទ្រង់យាងចង្ក្រមបានតទៅទៀតហើយទ្រង់បង្គាប់ជាងកាត់សក់ថាចូលពួកលោកយកកំបិតឆូតនៃយកកំបិតកោឆូតព្រះបាទទាំងសងខាងរបស់ព្រះរាជបិតារបស់យើងហើយលាបដោយខ្លាញ់ផ្សំលាយជាមួយនឹងអំបិលហើយចូលឆ្អើព្រះបាទដោយរងើកភ្លើងនៃឈើគគីដែលភ្លើងឆេះគគុកមិនមានអណ្ដាតភ្លើងហើយទើបទ្រង់បញ្ជូនពួកជាងកាត់សក់ទាំងនោះទៅកាន់មន្ទីរឃុំឃាំងដែលឃុំព្រះបាទពឹងពិសាព្រះបាទពឹងពិសាកាលបានទតឃើញពួកជាងកាត់សក់មកហើយទើបទ្រង់ត្រិះរិះថាកូនប្រុសរបស់យើងគង់មាននរណាដាស់តឿនឲ្យដឹងខ្លួនពិតហើយជាងកាត់សក់ទាំងនេះដើម្បីកោពុកមាត់ពុកចង្ការរបស់យើងជាងកាត់សក់ទាំងនោះទៅដល់មន្ទីរឃុំឃាំងហើយទើបថ្វាយបង្គំព្រះបាទពឹងពិសាហើយឈរនៅស្ងៀមព្រះបាទពឹងពិសាត្រាស់សួរថាពួកលោកមកមានការអ្វីពួកជាងកាត់សក់ក្រាបបង្គំទូលតាមដែលព្រះបាទអជាសតោប្រើមកថ្វាយព្រះរាជាឲ្យទ្រង់ជ្រាបព្រះបាទពឹងពិសាទើបត្រាស់ថាពួកលោកចូលធ្វើតាមស្ដេចផែនដីរបស់ពួកលោកចុះដែលទ្រង់បញ្ជាមកយ៉ាងណាក៏ចូលធ្វើតាមទ្រង់ទៅពួកជាងកាត់សក់ក្រាបបង្គំទូលថាសូមព្រះអង្គប្រថាប់អង្គុយព្រះករុណាម្ចាស់ហើយថ្វាយបង្គំព្រះបាទពឹងពិសាបានក្រាបបង្គំទូលថាបបិទ្ធព្រះអង្គពួកខ្ញុំព្រះអង្គត្រូវការធ្វើតាមព្រះរាជអង្គការសូមព្រះអង្គកុំព្រាសពិរោធជាមួយនឹងពួកខ្ញុំព្រះអង្គឡើយការធ្វើដូចនេះមិនសមគួរដល់ព្រះរាជាដែលទ្រទ្រង់នៅធម៌ដូចជាព្រះអង្គនេះឡើយព្រះករុណាម្ចាស់ហើយពួកជាងកាត់សក់ទាំងនោះចាប់កព្រះបាទដោយដៃខាងឆ្វេងប្រើដៃខាងស្ដាំកាន់កំបិតកោឆូតព្រះបាទទាំងសងខាងហើយលាបដោយខ្លាញ់លេងនឹងអំបិលថែមទាំងយកព្រះបាទឆ្អើរដោយរងើកភ្លើងឈើគគីដែលកំពុងឆេះក្តៅងប់មិនមានអណ្ដាតភ្លើងការដែលព្រះបាទពឹងពិសាទ្រង់បានត្រូវគេធ្វើយ៉ាងនេះមានរឿងដំណាលមកថាក្នុងកាលមុននោះព្រះបាទពឹងពិសាទ្រង់ធ្លាប់បានពាក់ស្បែកព្រះបាទចូលទៅក្នុងលានព្រះចេតិយមិនបានលាងព្រះបាទដោយទៅជឿនញឹមញីលើកន្ទេលកក់ដែលគេក្រាលទុកសម្រាប់អង្គុយនៅកន្លែងលានព្រះចេតិយនោះនេះជាផលនៃបាបកម្មដែលពាក់ទ្រនាប់ជើងហើយមិនបានលាងជើងទៅជឿនញឹមញីដើរចូលទៅកាន់កន្ទេលដែលគេក្រាលសម្រាប់អង្គុយនៅកន្លែងលានព្រះចេតិយនោះព្រះបាទពឹងពិសាទ្រង់ទទួលនៅទុក្ខវេទនាយ៉ាងខ្លាំងក្លាបំផុតប៉ុន្តែព្រះអង្គទ្រង់រលឹកជានិច្ចថាអហោពុទ្ធោអហោធម្មោអហោសង្ឃោតែប៉ុណ្ណោះប៉ុន្តែក្នុងទីបំផុតព្រះអង្គក៏ទ្រង់ស្គមស្លេកស្វិតស្រពោនដោយកំរងផ្កាដែលគេដាក់ទុកកន្លែងលានព្រះចេតិយហើយសោយទីបង្គត់ទៅកើតជាយៈឈ្មោះថាជានិវសភៈជាអ្នកបម្រើរបស់ស្ដេចវេស្សវណ្ណក្នុងទេវលោកចិនចតមហារាជការ
ចៃដន្យក្នុងថ្ងៃដែលព្រះបាទពំពិសាសោយទីវង្គតព្រះរាជឱរសរបស់ព្រះបាទអាជាសតុក៏ទ្រង់ប្រសូតដែរសម្បត្តិពីរច្បាប់គឺសម្បត្តិប្រាប់ដំណឹងព្រះរាជឱរសប្រសូតមួយច្បាប់និងសម្បត្តិប្រាប់ដំណឹងព្រះរាជបិតាសោយទីវង្គតមួយច្បាប់បានមកដល់ក្នុងពេលជាមួយគ្នាពួកអាមាត្យប្រឹក្សាគ្នាថាពួកយើងនឹងក្រាបបង្គំទូលព្រះរាជឱរសប្រសូតមុនទើបនាំយកសម្បត្តិប្រាប់ដំណឹងព្រះរាជឱរសប្រសូតនោះថ្វាយទៅក្នុងប្រហោះរបស់ព្រះបាទអាជាសតុការស្រឡាញ់បុត្របានកើតឡើងដល់ព្រះបាទអាជាសតុក្នុងខណៈនោះមួយរំពេចដោយការស្រឡាញ់បានកើតផ្សាយទូទៅពេញព្រះវរកាយក្នុងខណៈនោះព្រះអង្គទ្រង់នឹកដល់គុណរបស់ព្រះរាជបិតាឡើងមកមួយរំពេចថាសំបីកាលយើងកើតមកព្រះរាជបិតារបស់យើងក៏គង់តែទ្រង់កើតការស្រឡាញ់យ៉ាងនេះដូចគ្នាដែរហើយព្រះអង្គទើបប្រញាប់ត្រាស់ថាណែអស់លោកទាំងឡាយចូលពួកលោកទៅដោះលែងព្រះរាជបិតារបស់យើងក្នុងពេលឥឡូវនេះភ្លាមចុះពួកអាមាត្យទាំងនោះទើបក្រាបបង្គំទូលថាព្រះករុណាម្ចាស់ព្រះអង្គឲ្យដោះលែងអ្នកណាហើយបានថ្វាយសម្បត្តិដែលប្រាប់អំពីដំណឹងការសោយទីវង្គតច្បាប់ទៀតទៅក្នុងព្រះហស្ថរបស់ព្រះបាទអាជាសតុព្រះបាទអាជាសតុកាលទ្រង់ជ្រាបដំណឹងដូច្នោះហើយក៏ទ្រង់ព្រះកន្សែងស្ដេចបានប្រញាប់ចូលទៅគល់ព្រះរាជមាតាទូលសួរបណ្ដើថាបបិទ្ធព្រះមាតាកាលទូលបង្គំកើតមកព្រះរាជបិតារបស់ទូលបង្គំកើតមានការស្រឡាញ់ទូលបង្គំដែរឬទេព្រះករុណាម្ចាស់ព្រះនាងវេទេហីទើបត្រាស់ថាបុត្រអន្តពេលបុត្រនិយាយអ្វីយ៉ាងនោះពេលដែលបុត្រនៅពីតូចបានកើតរោគដំណូចពឹសដល់ម្រាមដៃគ្រានោះពួកមេដោះមិនអាចធ្វើឲ្យបុត្រដែលកំពុងតែយំឈប់យំបានទើបនាំបុត្រចូលទៅគល់ព្រះបិតារបស់បុត្រដែលប្រថាប់គង់នៅក្នុងសាលាវិនិច្ឆ័យក្តីដោយទ្រង់កំពុងតែកាត់ក្តីព្រះបិតារបស់បុត្របានបឺតម្រាមដៃរបស់បុត្រទល់តែដំណូចពឹសបែកធ្លាយនៅក្នុងព្រះអស់របស់ព្រះអង្គគ្រានោះព្រះបិតារបស់បុត្រទ្រង់មិនបានក្រោកចេញចាកទីប្រថាប់នោះទេទ្រង់បានលេបផ្ទុះនោះចូលទៅក្នុងពោះរបស់ព្រះអង្គដោយការស្រឡាញ់ចំពោះបុត្រព្រះបិតារបស់បុត្រមានសេចក្តីស្រឡាញ់ចំពោះបុត្រច្រើនណាស់ព្រះបាទអាជាសតុការទ្រង់ជ្រាបដូច្នេះហើយទ្រង់ព្រះកន្សែងយំរៀបរាប់ហើយទ្រង់ធ្វើការថ្វាយព្រះភ្លើងព្រះបរមសពព្រះរាជបិតាតាមខត្តយរាជគឺធ្វើទៅតាមប្រពៃណីសុគតិដ្ឋានដែលព្រះបាទពំពិសាទ្រង់ជាព្រះសោតាបានទ្រង់បានទៅកើតក្រោយពីព្រះអង្គសោយទីបង្គត់ទៅហើយក៏មានរឿងពោលទុកនៅក្នុងព្រះបាលីជានវៈសភៈសូត្រនៅក្នុងគម្ពីរទីឃនិកាយមហាវគ្គវគ្គដែលពោលដល់ការបរិវិតកៈរបស់ព្រះអានន្ទដូចមានសេចក្តីថាព្រះបានជ្រាបដំណឹងមកថាព្រះសម្ពុទ្ធទ្រង់ព្យាករដល់ជនអ្នកគោរពព្រះរតនត្រ័យដែលស្លាប់ទៅយូរហើយនោះដែលទៅកើតនៅក្នុងជនបទទាំងឡាយគឺកាសីកោសលវជីមលៈចេតៃវង្សកុរៈបញ្ចលៈមច្ឆៈសុរសេនថាអ្នកនេះកើតនៅទីនេះអ្នកនោះកើតក្នុងទីនោះអ្នកស្រុកនាតិកៈអ្នកគោរពព្រះរតនត្រ័យជាង50នាក់ដែលស្លាប់ទៅយូរហើយទៅកើតជាឧបបាតិកៈព្រោះគេអស់សង្ឃុយជាអ្នកកិលេសដែលជាគ្រឿងចងសត្វទុកក្នុងវដ្តសង្សារខាងក្រោម5បរិនិព្វាននៅទីនោះមិនត្រឡប់ចាកលោកនោះមកកើតជាមនុស្សទៀតឡើយអ្នកស្រុកនាតិកៈដែលគោរពព្រះរតនត្រ័យជាង90នាក់ដែលស្លាប់ទៅយូរហើយបានជាសកតាគាមីព្រោះអស់សង្ឃុយជាអ្នក3យ៉ាងព្រោះរាគៈទោសៈមោហៈស្រាលស្ដើងនិងត្រឡប់មកកាន់លោកគឺមនុស្សនេះត្រឹមតែម្ដងទៀតហើយនឹងធ្វើទុកឲ្យអស់ទៅបានអ្នកស្រុកនេតិកៈដែលគោរពព្រះរតនត្រ័យ500នាក់ដែលស្លាប់ទៅយូរហើយបានជាព្រះសោតាបានព្រោះអស់សង្ឃុយជាអ្នក3យ៉ាងមានការមិនចុះអន់ថយជាធម្មតាជាបុគ្គលទៀងមានសម្ពោធិញ្ញាណញាណជាគ្រឿងត្រាស់ដឹងប្រព្រឹត្តទៅខាងមុខព្រោះហេតុនោះឯងជនអ្នកបំរុងដែលជាអ្នកស្រុកនេតិកៈបានស្ដាប់បញ្ហាព្យាកររបស់ព្រះមានព្រះភិក្ខហើយរីករាយសប្បាយចិត្តគ្រានោះមានបរិវិតកថាចំណែកអ្នកគោរពព្រះរតនត្រ័យដែលជាអ្នកដែលមគ្គធៈទាំងនោះមានច្រើននិងជារតញ្ញូដែលស្លាប់ទៅយូរហើយដែលអង្គៈនិងមគ្គធៈយល់ថានឹងសោះសូនចាក់ជនអ្នកគោរពព្រះរតនត្រ័យ
ដែលជាអ្នកដែនមគ្គធៈដែលស្លាប់ទៅយូរហើយដោយហេតុនោះឯងអ្នកដែនមគ្គធៈទាំងឡាយជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអ្នកតាំងមឹមក្នុងសិលយ៉ាងបរិបូរណ៍អ្នកដែនមគ្គធៈទាំងនោះដែលស្លាប់ទៅយូរហើយព្រះភគវាទ្រង់មិនព្យាករការមិនព្យាករនឹងសម្រេចប្រយោជន៍ដល់ពួកគេជនភាគច្រើននឹងមានសេចក្តីជ្រះថ្លាតពីនោះពួកគេនឹងបានទៅកាន់សុគតិទេវលោកមួយទៀតព្រះបាទពំពិសាព្រះអង្គទ្រង់តាំងនៅក្នុងធម៌ជាព្រះរាជាដែលគ្រប់គ្រងដោយធម៌ទ្រង់តែងតែទំនុកបំរុងដល់ព្រាហ្មណ៍កហបតីអ្នកនិគមអ្នកជនបទទាំងឡាយទៅតាមសមគួរមានពាក្យឮល្បីថាពួកប្រជាជននាំគ្នាពោលសរសើរថាព្រះបាទពំពិសាទ្រង់តាំងនៅក្នុងធម៌ជាព្រះរាជាដែលទ្រទ្រង់គ្រប់គ្រងដោយធម៌ទ្រង់គ្រប់គ្រងពួកយើងឲ្យប្រកបសេចក្តីសុខយ៉ាងច្រើនឥឡូវនេះព្រះអង្គទ្រង់សោយទីបង្គត់ចោលយើងហើយពួកយើងនៅជាសុខក្នុងដែនរបស់ព្រះអង្គដែលទ្រង់ជាអ្នកតាំងនៅក្នុងធម៌ជាព្រះរាជាដែលទ្រង់គ្រប់គ្រងដោយធម៌យ៉ាងនេះមួយវិញទៀតព្រះបាទពំពិសាទ្រង់ជ្រះថ្លាក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃទ្រង់ជាអ្នកតាំងនៅក្នុងសិលដ៏បរិបូរណ៍ទៀតផងបានលើកថាពួកប្រជាជនបានពោលថាសូម្បីរហូតដល់ពេលដែលព្រះបាទពំពិសានឹងសោយទីបង្គត់ព្រះអង្គក៏នៅតែពោលសរសើរព្រះមុនីហើយសោយទីបង្គត់ទៅព្រះបាទពំពិសាសោយទីបង្គត់ទៅយូរហើយប៉ុន្តែព្រះសម្ពុទ្ធទ្រង់មិនព្យាករគតិរបស់ព្រះបាទពំពិសាប្រសិនបើព្រះអង្គទ្រង់ព្យាករគតិរបស់ព្រះបាទពំពិសាដែលបានសម្រេចនៅប្រយោជន៍នឹងធ្វើបុគ្គលដទៃភាគច្រើនជ្រះថ្លានិងធ្វើឲ្យបុគ្គលភាគច្រើនបានទៅកាន់សុគតិភពព្រះសាស្តាក៏ត្រាស់ដឹងក្នុងដែនមគ្គធៈប៉ុន្តែហេតុដូចម្ដេចបានជាព្រះមហាវីរៈទើបទ្រង់មិនព្យាករដល់គតិអ្នកដែនមគ្គធៈដែលមានការគោរពព្រះរតនត្រ័យដែលស្លាប់ទៅយូរហើយប្រសិនបើព្រះភគវាទ្រង់មិនព្យាករគតិរបស់អ្នកដែនមគ្គធៈដែលគោរពព្រះរតនត្រ័យក៏នឹងជាហេតុឲ្យអ្នកដែនមគ្គធៈទាំងឡាយខូចចិត្តថាហេតុអ្វីបានជាព្រះមហាវីរៈបុរសទ្រង់ទើបមិនព្យាករដល់ពួកគេព្រះអានន្ទបានប្រារព្ធដល់អ្នកដែនមគ្គធៈដែលគោរពព្រះរតនត្រ័យក្រាបទូលក្បែរខាងព្រះភ័ក្ត្រព្រះមានបុណ្យហើយក្រោកចាក់អាសនៈថ្វាយបង្គំលាព្រះសាស្តាធ្វើប្រតិសិនហើយជិះចេញទៅការព្រះអានន្ទកិច្ចជិះចេញទៅមិនយូរប៉ុន្មានពេលជិតភ្លឺព្រះជានស្រីទ្រង់ស្លៀកស្បង់ប្រដាប់ដោយបាតនិងចីវរនិមន្តចូលទៅបិណ្ឌបាតត្រង់ស្រុកនេតិកៈដោយព្រះអង្គចារឹកបិណ្ឌបាតក្នុងស្រុកនេតិកៈក្រោយត្រឡប់អំពីបិណ្ឌបាតនិងធ្វើភិតកិច្ចរួចស្រេចហើយទ្រង់លាងព្រះបាទព្រះអង្គនិមន្តចូលព្រះដំណាក់កេញ្ចកាវសដ្ឋៈទ្រង់ប្រារព្ធដល់អ្នកដែនមគ្គធៈដែលគោរពព្រះរតនត្រ័យទ្រង់តាំងព្រះតីមនសិការប្រមូលហេតុទាំងពួងដោយព្រះតីប្រថាប់គង់លើអាសនៈដែលគេក្រាបទុកដោយទ្រង់ត្រេះរិះថាអ្នកដ៏ចម្រើនទាំងឡាយមានគតិយ៉ាងណាមានភពខាងមុខយ៉ាងណាតថាគតដឹងគតិនិងដឹងភពខាងមុខរបស់អ្នកដែនមគ្គធៈដែលគោរពព្រះរតនត្រ័យទាំងនោះហើយព្រះអង្គទ្រង់ឃើញអ្នកដែនមគ្គធៈដែលគោរពព្រះរតនត្រ័យទាំងនោះថាអ្នកដ៏ចម្រើនទាំងនោះមានគតិយ៉ាងណាមានភពខាងមុខយ៉ាងណាគ្រានោះក្នុងសយនហសម័យព្រះវិចិត្រមាទ្រង់ចេញពីទីពួនសំងំគឺព្រះអង្គចេញចាក់ព្រះដំណាក់កេញ្ចកាវសដ្ឋៈទៅប្រថាប់គង់លើអាសនៈដែលគេក្រាលទុកក្នុងស្រមោលមលុបព្រះវិហារក៏ក្នុងសម័យនោះព្រះអានន្ទចូលទៅគល់ព្រះសក្យមុនីដល់ទីប្រថាប់ថ្វាយបង្គំរួចហើយក៏អង្គុយក្នុងទីដ៏សមគួរបានក្រាបបង្គំទូលព្រះភគវាថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះពុទ្ធអង្គទ្រង់មានអរិយាបថស្ងប់យ៉ាងក្រៃលែងទ្រង់មានព្រះឆាវិវ័ននៃព្រះភ័ក្ត្រភ្លឺថ្លាក្រៃលែងណាស់ដោយហេតុដែលព្រះឥន្ទ្រីទាំងឡាយផូរផង់ក្នុងថ្ងៃនេះព្រះលោកនាថប្រថាប់គង់នៅដោយវិហារធម៌ដែលស្ងប់ពិតប្រាកដគ្រានោះព្រះមានជោបត្រាស់ថាមនាលអានន្ទប្រការដែលអ្នកប្រារព្ធអ្នកដែនមគ្គធៈដែលគោរពព្រះរតនត្រ័យនិយាយក្បែរខាងទីចំពោះព្រះភ័ក្ត្រតថាគតហើយក្រោកចាក់អាសនៈកិច្ចជិះចេញនោះព្រោះប្រការហេតុនោះព្រោះប្រការនោះជាហេតុតថាគតចរិតទៅបិណ្ឌបាតក្នុងស្រុកនេតិកៈ
ខាងក្រោយពេលត្រឡប់ចាកបណ្ឌបាតនិងក្រោយពេលធ្វើផុតកិច្ចស្រេចហើយលៀងព្រះបាទបានចូលទៅកាន់ទីសម្រាកកញ្ចៈកាវសដ្ឋៈបានប្រារព្ធដល់អ្នកដែលមគធៈដែលគោរពព្រះរតនត្រ័យតាំងចិត្តមនសិការប្រមូលហេតុទាំងពួងដោយចិត្តគង់នៅលើអាសនៈដែលគេក្រាលទុកដោយត្រេះរិះថាតថាគតដឹងគតិនិងដឹងភពខាងមុខរបស់អ្នកដែលមគធៈទាំងនោះថាអ្នកដ៏ចម្រើនទាំងនោះមានគតិយ៉ាងណាមានភពខាងមុខជាយ៉ាងណាអានន្ទតថាគតបានឃើញអ្នកដែលមគធៈដែលគោរពព្រះរតនត្រ័យហើយថាអ្នកដ៏ចម្រើនទាំងនោះមានគតិយ៉ាងណាមានភពខាងមុខយ៉ាងណាគ្រានោះជាអ្នកវិសភយៈដែលបានបន្លឺសំឡេងឲ្យបានឮថាបបិទ្ធព្រះបរមគ្រូខ្ញុំព្រះអង្គឈ្មោះជានវសភៈបបិទ្ធព្រះលោកនាថខ្ញុំព្រះអង្គឈ្មោះថាជានវសភៈអានន្ទអ្នកដឹងទេថាលោកធ្លាប់ស្ដាប់ឈ្មោះថាជានវសភយៈនេះក្នុងកាលមុនមានឈ្មោះយ៉ាងណាព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនធ្លាប់ដឹងឡើយថាធ្លាប់បានឮឈ្មោះថាជានវសភៈក្នុងកាលមុនតែកាលនេះខ្ញុំព្រះករុណាម្ចាស់បានស្ដាប់ឈ្មោះថាជានវសភៈធ្វើឲ្យព្រឺរោមធ្វើឲ្យកើតមានការគិតថាយៈតែមានឈ្មោះថាជានវសភៈមិនមែនជាយៈថ្នាក់ទាបទេព្រះអង្គគ្រានោះព្រះមានព្រះភិក្ខជាម្ចាស់ត្រាស់ថាអានន្ទក្នុងរវាងសំឡេងបានកើតប្រកបឡើងយៈដែលមានពើសម្បុរដ៏ស្អាតបានមកប្រកបចំពោះមុខព្រះតថាគតនិងបានបន្លឺសំឡេងឲ្យបានឮជាលើកទី2ថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គឈ្មោះថាពេមពិសាបបិទ្ធព្រះសុគតខ្ញុំព្រះអង្គឈ្មោះពេមពិសាខ្ញុំព្រះអង្គបានកើតជាសម្លាញ់របស់ស្ដេចបេសវណ្ណជាគ្រាទី7ក្នុងគ្រានេះខ្ញុំព្រះអង្គចុតិចាកកំណើតនេះទៅហើយក៏អាចទៅកើតជាព្រះរាជានៅក្នុងពួកមនុស្សព្រះអង្គកាលបើជានវសភយៈក្រាបទូលដូច្នេះហើយទើបក្រាបបង្គំទូលតទៅទៀតថាខ្ញុំព្រះអង្គត្រាច់រង្គិតនៅក្នុងទេវលោក7ដងនៅក្នុងមនុស្សលោក7ដងរួមជា14ដងខ្ញុំព្រះអង្គរមែងដឹងភាពដែលខ្ញុំព្រះអង្គធ្លាប់នៅរស់អាស្រ័យនៅក្នុងកាលមុនបានដោយល្អបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានជាអ្នកចុះអន់ថយអស់កាលដ៏យូរខ្ញុំព្រះអង្គដឹងតែការមិនចុះអន់ថយអស់កាលដ៏យូរខ្ញុំព្រះអង្គមានសេចក្តីប្រាថ្នាដើម្បីនឹងបានជាព្រះសក្កទាគាមីព្រះអានន្ទទើបក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនប្រកាសដែលជានវសភយៈប្រកាសថាបបិទ្ធព្រះសុគតខ្ញុំព្រះអង្គមិនបានជាអ្នកចុះអន់ថយអស់កាលដ៏យូរខ្ញុំព្រះអង្គដឹងតែការមិនចុះអន់ថយអស់កាលដ៏យូរហើយប្រកាសថាខ្ញុំព្រះអង្គមានសេចក្តីប្រាថ្នាដើម្បីនឹងបានជាព្រះសក្កទាគាមីគួរឲ្យអស្ចារ្យណាស់សម្រាប់ជានវសភយៈមិនធ្លាប់មានមកសម្រាប់ជានវសភៈក៏ជានវសភៈជ្រាបច្បាស់ដល់ការបានសម្រេចនៅគុណធម៌វិសេសនៅគុណធម៌ដ៏វិសេសដូចនេះមកអំពីហេតុអ្វីព្រះអង្គគ្រានោះព្រះសម្ពុទ្ធត្រាស់ថាជានវសភយៈប្រកាសថាបបិទ្ធព្រះសុគតក្រៅអំពីព្រះសាសនារបស់ព្រះអង្គខ្ញុំព្រះអង្គមិនបានដឹងការសម្រេចនៅគុណវិសេសដ៏ក្រៃលែងបបិទ្ធព្រះអង្គដ៏ចម្រើនក្រៅអំពីព្រះសាសនារបស់ព្រះអង្គខ្ញុំព្រះអង្គមិនបានដឹងការសម្រេចនៅគុណវិសេសដ៏ក្រៃលែងបបិទ្ធព្រះមានព្រះភិក្ខចាប់ផ្ដើមតាំងអំពីថ្ងៃដែលខ្ញុំព្រះអង្គកើតមានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងចំពោះព្រះមនីជាដើមមកខ្ញុំព្រះអង្គមិនបានចុះអន់ថយអស់កាលដ៏យូរខ្ញុំព្រះអង្គស្គាល់តែការមិនធ្លាក់ចុះអន់ថយអស់កាលដ៏យូរមកហើយខ្ញុំព្រះអង្គមានការប្រាថ្នាដើម្បីនឹងបានជាព្រះសក្កទាគាមីបបិទ្ធព្រះសុគតពេលនេះស្ដេចវេស្សវណ្ណប្រើខ្ញុំព្រះអង្គឲ្យទៅរកស្ដេចវិរុលហកៈដោយករណីយកិច្ចណាម្យ៉ាងក្នុងរវាងផ្លូវខ្ញុំព្រះអង្គបានឃើញព្រះលោកនាថស្ដេចចូលទៅប្រថាប់ក្នុងដំណាក់កិញ្ចកាវសដ្ឋៈទ្រង់ប្រារព្ធអ្នកដែលមគធៈដែលគោរពព្រះរតនត្រ័យតាំងព្រះតីមនសិការប្រមូលនៅហេតុទាំងពួងដោយត្រេះរិះថាតថាគតដឹងនៅគតិដឹងនៅភពខាងមុខរបស់អ្នកដែលមគធៈទាំងនោះថា
អ្នកដ៏ចម្រើនទាំងនោះមានគតិយ៉ាងណាមានភពខាងមុខយ៉ាងណាបបិទ្ធព្រះអង្គដ៏ចម្រើនប្រការដែលខ្ញុំព្រះអង្គបានស្ដាប់មកចំពោះមុខស្ដេចវេស្សវណ្ណដែលពោលក្នុងទីប្រជុំថាអ្នកដែលមេកធៈដ៏ចម្រើនទាំងនោះមានគតិយ៉ាងណាមានភពខាងមុខយ៉ាងណាចាត់ជាភាពអស្ចារ្យបន្តិចខ្ញុំព្រះអង្គគិតថាយើងនឹងចូលគល់ព្រះមហាវីរៈនិងក្រាបទូលរឿងនោះចំពោះព្រះសាស្តាខ្ញុំព្រះអង្គប្រកាសដើម្បីដែលនឹងមកបានគល់ព្រះសម្ពុទ្ធគឺកាលថ្ងៃឧបោសថមុនថ្ងៃចូលព្រះវស្សានៅក្នុងថ្ងៃ15រោចពេលពាក់កណ្ដាលយប់ស្ដេចទេវតាជន្តាវតឹងទាំងអស់បានទៅប្រជុំគ្នាក្នុងសាលាសុធម្មាមានទេពបរិវារជាច្រើនអង្គុយនៅជុំវិញថែមទាំងមានស្ដេចមហារាជទាំង4អង្គុយប្រចាំនៅក្នុងទិសទាំង4គឺស្ដេចធតរដ្ឋមហារាជអង្គុយនៅទិសខាងកើតដោយអង្គុយបែរមុខទៅទិសខាងលិចទិសបស្ចិមមានទេវតាដ៏ច្រើនអង្គុយហែហមពិតជុំវិញមានកន្ធឹបជាបរិវារស្ដេចវិរលហកមហារាជអង្គុយនៅទិសខាងត្បូងគឺទិសទក្សិណដោយអង្គុយបែរមុខទៅទិសខាងជើងមានទេវតាជាច្រើនអង្គុយហែហមពិតជុំវិញមានកំផិនជាបរិវារស្ដេចវិរូបខមហារាជអង្គុយនៅទិសខាងលិចដោយអង្គុយបែរមុខទៅទិសខាងកើតមានទេវតាជាច្រើនអង្គុយហែហមពិតជុំវិញមាននាគជាបរិវារស្ដេចកុបេរមហារាជអង្គុយនៅទិសខាងជើងដោយអង្គុយបែរមុខទៅទិសខាងត្បូងមានទេវតាជាច្រើនអង្គុយហែហមពិតជុំវិញមានយក្សជាបរិវារកាលទេវតាជន្តាវតឹងទាំងអស់បានមកអង្គុយប្រជុំគ្នានៅក្នុងសាលាសុធម្មាទេពបរិស័ទមានចំនួនជាច្រើនអង្គុយហែហមពិតជុំវិញថែមទាំងមានស្ដេចមហារាជទាំង4អង្គុយនៅប្រចាំទិសទាំង4កាលបើស្ដេចមហារាជទាំង4អង្គុយក្នុងទិសទាំង4ហើយខ្ញុំព្រះអង្គទើបអង្គុយបន្ទាប់គ្នានៅខាងក្រោយព្រះករុណាម្ចាស់បបិទ្ធព្រះលោកនាយកពួកទេវតាដែលប្រព្រឹត្តព្រហ្មចរិយនៅក្នុងព្រះសាសនារបស់ព្រះមហាវីរៈបរោះហើយបានទៅកើតនៅក្នុងស្ថានតាវតឹងពេលឥឡូវនេះរមែងភ្លឺថ្លាគឺរុងរឿងក្រៃលែងជាងពពួកទេវតាដទៃដោយពើសម្បុរនឹងយោដោយហេតុនោះទេវតាជន្តាវតឹងទើបសប្បាយចិត្តរីករាយចិត្តថែមទាំងកាត់បិតិសោមនស្សថាអ្នកដ៏ចម្រើនទាំងឡាយពួកទេវតាចម្រើនឡើងពួកអសុរកាយរមែងសាបសូន្យទៅបបិទ្ធព្រះភិក្ខវេគ្រានោះសកទេវរាជទ្រង់ជ្រាបការត្រេកអរនៃចិត្តរបស់ទេវតាជន្តាវតឹងទើបទ្រង់សម្ដែងនៅការត្រេកអរតាមដោយត្រាស់ព្រះគាថាទាំងនេះថាណែលោកដ៏ចម្រើនទាំងឡាយទេវតាជន្តាវតឹងព្រមគ្នានឹងព្រះឥន្ទនមស្ការថ្វាយបង្គំព្រះតថាគតនិងព្រះធម៌ដែលជាធម៌ដ៏ល្អឯកទេវតាឃើញទេវតាទាំងឡាយមកថ្មីមានពណ៌សម្បុរមានយោដោយសារប្រព្រឹត្តព្រហ្មចរិយនៅក្នុងព្រះសាសនារបស់ព្រះតថាគតមកប្រជុំគ្នានៅក្នុងសាលាធម្មសភានោះហើយក៏កើតមានចិត្តរីករាយពួកទេវតាជន្តាវតឹងលោកជាសាវករបស់ព្រះសុគតដែលព្រះអង្គមាននៅបញ្ញាច្រើនបានសម្រេចគុណធម៌ដ៏វិសេសហើយនៅក្នុងសាលាធម្មសភានោះក៏មានក្រៃលែងជាងទេវតាពួកដតីមានពើសម្បុរយុះនិងអាយុទេវតាជន្តាវតឹងព្រមគ្នានឹងព្រះឥន្ទនមស្ការថ្វាយបង្គំព្រះតថាគតនិងព្រះធម៌ដែលជាធម៌ដ៏ល្អឯកឃើញដូច្នោះហើយក៏កើតមានចិត្តរីករាយបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះហេតុនោះទេវតាជន្តាវតឹងទើបកើតមានចិត្តរីករាយសប្បាយឡើងថែមទាំងកើតបិតិនិងសោមនស្សទៀតផងថាពួកទេវតាចម្រើនឡើងពួកអសុរកាយរមែងសាបសូន្យទៅគ្រានោះទេវតាជន្តាវតឹងបានមកប្រជុំគ្នានិងប្រឹក្សាគ្នានៅក្នុងសាលាធម្មសភាដោយកិច្ចធុរៈឯណានីមួយក៏បានប្រឹក្សាគ្នានៅកិច្ចធុរៈនោះរួចស្រេចហើយស្ដេចមហារាជទាំង4ក៏ទទួលដឹងនៅកិច្ចធុរៈនោះស្ដេចមហារាជទាំងនោះទទួលដឹងពាក្យសម្ដីទទួលពាក្យបញ្ជាហើយមានចិត្តផូរផង់ស្ងប់រងាប់ឈរនៅលើទីអង្គុយរបស់ខ្លួនបបិទ្ធព្រះភិក្ខវេគ្រានោះក្នុងទិសខាងជើងមានពន្លឺយ៉ាងក្រៃលែងឡើង
ពន្លឺនោះភ្លឺក្រៃលែងជាងទេវានុភាពរបស់ទេវតាទាំងឡាយជាច្រើនទៀតលំដាប់នោះស្ដេចសកទេវរាជទើបទ្រង់ប្រកាសដល់ទេវតាចិន្តាវតឹងថាលោកអ្នកនិរតុកទាំងឡាយតាមនិមិត្តដែលប្រកាសឡើងគឺមានពន្លឺកើតឡើងនេះនិងមានព្រំកើតឡើងការដែលមានពន្លឺកើតឡើងនេះជាបុព្វនិមិត្តនៃព្រំដែលកើតឡើងមកពិតព្រះភិក្ខវេលំដាប់នោះទេវតាចិន្តាវតឹងបាននាំគ្នាអង្គុយនៅស្ងៀមត្រង់អាសនៈរបស់ខ្លួនរៀងខ្លួនដោយគិតថាយើងនឹងដឹងផលនៃពន្លឺនេះថានឹងបានដល់វត្ថុអ្វីដែលបានដឹងផលនៃពន្លឺនេះសមទៅចំណែកឯមហារាជទាំង4ក៏បានអង្គុយលើអាសនៈរបស់ខ្លួនដោយគិតថាយើងនឹងដឹងផលនៃពន្លឺនេះសិនកាលដឹងផលនៃពន្លឺនេះហើយសមទៅទេវតាចិន្តាវតឹងបានស្ដាប់ព្រះវិចាររបស់ស្ដេចសកទេវរាជហើយម្នាក់ក៏អង្គុយសម្រួលចិត្តស្ងប់អារម្មណ៍ដោយគិតថាយើងនឹងដឹងផលនៃពន្លឺនេះសិនកាលយើងដឹងផលនៃពន្លឺនេះហើយសមទៅពេលណាសនង្គមេរព្រំប្រកាសដល់ទេវតាចិន្តាវតឹងក៏និមិត្តអត្តភាពឲ្យក្រោធក្រៀតឡើងព្រោះអត្តភាពប្រក្រតីរបស់ព្រំដែលទេវតាទាំងនោះមើលមិនឃើញលុះស័កព្រំនិមិត្តអត្តភាពឲ្យក្រោធក្រៀតឡើងពួកទេវតាចិន្តាវតឹងទើបមើលឃើញបានពេលណាដែលសនង្គមេរព្រំប្រកាសដល់ទេវតាចិន្តាវតឹងរមែងរុងរឿងក្រៃលែងជាងទេវតាពួកដទៃដោយវណ្ណៈនិងយសក្នុងពេលនោះប្រៀបដូចទេវតាមានកាយជាមាសរមែងរុងរឿងក្រៃលែងជាងរបស់មនុស្សដូច្នោះពេលណាសនង្គមេរព្រំប្រកាសដល់ទេវតាចិន្តាវតឹងពេលនោះមិនមានទេវតាអង្គណានីមួយទៅសំពះនឹងក្រោកទទួលឬក៏នឹងអញ្ជើញសនង្គមេរព្រំឲ្យអង្គុយទេវតាទាំងអស់អង្គុយនៅស្ងៀមដៃប្រណម្យទៅលើបល្ល័ង្កតែប៉ុណ្ណោះចំណែកសនង្គមេរព្រំប្រកាសនឹងអង្គុយត្រង់បល្ល័ង្ករបស់ទេវតាអង្គណាក៏អង្គុយចុះត្រង់បល្ល័ង្ករបស់ទេវតាអង្គនោះសនង្គមេរព្រំអង្គុយលើបល្ល័ង្ករបស់ទេវតាអង្គណាទេវតាអង្គនោះរមែងបាននៅសេចក្តីត្រេកអរនិងសេចក្តីសោមនស្សយ៉ាងក្រៃលែងប្រៀបដូចព្រះរាជាទ្រង់ជាក្សត្របានមុទ្ធាភិសេកហើយគ្រប់គ្រងរាជថ្មីរមែងបាននៅសេចក្តីត្រេកអរក៏យ៉ាងដូច្នោះដែរលំដាប់តពីនោះសនង្គមេរព្រំទើបនិមិត្តឲ្យធំក្រៃលែងជាភេទកុមារដូចគ្នានឹងបញ្ចសិក្ខទេវបុត្រប្រកាសដល់ទេវតាចិន្តាវតឹងហើយហោះឡើងទៅលើអាកាសវិហារអង្គុយពុតភ្នែននៅលើអាកាសដែលសូន្យទទេនោះដូចជាបរោះដែលមានកម្លាំងអង្គុយពុតភ្នែននៅលើបល្ល័ង្កដែលមានគ្រឿងកម្រាតដ៏ល្អឬអង្គុយនៅលើផ្ទៃដីដ៏រាបល្អដូច្នោះកាលសនង្គមេរព្រំជ្រាបដល់ការរីករាយរបស់ទេវតាចិន្តាវតឹងហើយទើបសម្ដែងនៅការត្រេកអរដោយពាក្យតែងនិពន្ធប្រភេទជាកំណាព្យដូចនេះគឺលោកបាយទេវតាចិន្តាវតឹងព្រមគ្នានឹងព្រះអិនមានការត្រេកអរនមស្ការព្រះតថាគតនិងព្រះធម៌ដែលជាធម៌ល្អឯកទេវតាចិន្តាវតឹងឃើញទេវតាមកថ្មីមានវណ្ណៈនិងយសដោយផលដែលប្រព្រឹត្តព្រហ្មចរិយាធម៌នៅក្នុងព្រះសាសនារបស់ព្រះសុគតមកប្រជុំគ្នានៅក្នុងសាលាធម្មសភានេះទេវតាចិន្តាវតឹងជាសាវករបស់ព្រះលោកនាថទ្រង់មានបញ្ញាច្រើនបុគ្គលណាបានសម្រេចគុណធម៌វិសេសហើយនៅក្នុងសាលាធម្មសភានេះរមែងភ្លឺថ្លាលើសពួកទេវតាដទៃដោយពរសម្បុរយសនិងអាយុ